ចាសួស្តីអ្នកគ្រូថ្ងៃសម្រាប់អារម្មណ៍ខ្ញុំពិតគឺខ្ញុំសប្បាយចិត្តខ្លាំងមែនទែនតាំងពីបានស្គាល់អ្នកគ្រូហើយបានចូលជាសមាជិកអ្នកគ្រូជាតិដោយសារនាងខ្ញុំពីមុនគឺកង្វះទឹកដោះខ្លាំងខ្ញុំបងទឹកដោះដែរខ្ញុំទិញម៉ាស៊ីនបងទឹកដោះតាមទីផ្សារបងកាន់ដំបូងកាន់តែកង្វះទឹកដោះទៅកាន់ដំបូងកាន់តែកង្វះទឹកដោះទៅហើយបានស្គាល់អ្នកគ្រូមកបងបានមកច្រើនគុំមកអត់ទៀតសល់ទៀតគឺសប្បាយចិត្តមែនទែនអ្នកគ្រូអត់ដឹងថាមានពេលអីនិយាយទេដោយសារឥឡូវទឹកដោះប្រកបពេញទូហើយប្រកបពេញទូនេះក៏មានទីទៅគាត់ឲ្យគាត់បានមកគ្រប់គ្រាន់បបោសល់ទៀតហើយមិនធ្វើកាន់គេសួរខ្ញុំរហូតឃើញថាstory ឃើញទឹកដោះច្រើនធ្វើមិនបានទឹកដោះច្រើនបានប្រកបពេញទូអញ្ចឹងណាហើយឆ្លើយប្រាប់គាត់មានថាដោយសារខ្ញុំដំបូងហ្នឹងដោយសារខ្ញុំស្គាល់អ្នកគ្រូជាតិទេខ្ញុំចូលជាសមាជិកគាត់ទៅគាត់ប្រឹក្សាឲ្យយើងបូមទឹកដោះមិនអញ្ចឹងធ្វើមិនទឹកដោះឲ្យបានច្រើនអញ្ចឹងណាហើយគាត់ធានាដឹងតែបានដឹងតែចាញ់មក100%បាច់ព្រួយបារម្ភថាអូចូលជាសមាជិកអ្នកគ្រូហើយអ្នកគ្រូគាត់បង្ហាញបានអត់និយាយទៅឲ្យធ្វើតាមអ្នកគ្រូហើយណៃនោះគឺដឹងតែបាន100%ហ្មងចឹងហើយខ្ញុំដាក់លេខ Telegram ទៅអ្នកដែលចង់ស្គាល់អ្នកគ្រូចឹងឯងចង់ឲ្យកូនគាត់មិនទឹកដោះផ្ទាល់ចឹងហើយមួយទៀតខ្ញុំយកអារម្មណ៍ខ្ញុំគ្រប់រូបនេះណាក៏ចង់ឲ្យកូននំទឹកដោះដែរគ្មានអ្នកណាចង់កូននំទឹកដោះគូមិនសូវទេទីមួយដោយសារទីម៉ាស៊ីនបូមតាមទីផ្សារមកបូមមិនបានទឹកដោះទេហើយបាក់ទឹកចិត្តថែមទៀតមួយថ្ងៃទៅមួយថ្ងៃបូមទៅកាន់តាខ្សោះខ្សោយទៅកាន់តែថយទៅបូមយូរទៅលែងមានទឹកដោះអញ្ចឹងធ្វើឲ្យគាត់បាក់ទឹកចិត្តលែងមានកម្លាំងការបូមអញ្ចឹងឲ្យកូនខ្ញុំទីមួយហ្នឹងគាត់បាននំដោះខ្ញុំបានយកទៅតែខែទេអញ្ចឹងក្រោយពីខែហ្នឹងទៅគាត់មិនទឹកដោះគូមិនសូវគឺថាឈឺណាស់ព្រោះចូលពេទ្យរហូតហើយខាត់ពេទ្យពេញវៀតណាមអីគឺខ្ញុំទៅអស់ហើយអញ្ចឹងខ្ញុំចង់ឲ្យអ្នកគ្រប់រូបស្គាល់អ្នកគ្រូបានច្រើនព្រោះអ្នកគ្រូប្រឹក្សាយោបល់ផ្ដល់ឲ្យល្អវិធីការបូមទឹកដោះមិនជំនាញបានទឹកដោះច្រើនអញ្ចឹងគ្រូខ្ញុំចង់ឲ្យអ្នកគ្រូស្គាល់អ្នកគ្រូបានច្រើនពីចំណុចទី2វិញអ្នកម្ដាយនៅធ្វើការស្រាប់ខ្ញុំវិញទៅចាក់ទៅពេល12ខែកន្លះទៀតខ្ញុំត្រូវចូលធ្វើការវិញហើយមកខ្ញុំចង់កូនមិនទឹកដោះខ្ញុំរហូតតែខ្ញុំមិនធ្វើមិនប៉ុន្តែដល់ខ្ញុំបានស្គាល់អ្នកគ្រូជាតិមកចូលជាសមាជិកអ្នកគ្រូជាតិមកអ្នកគ្រូបានណែនាំថាទោះអូនចូលធ្វើការវិញក៏អូនមានទឹកដោះប្រកបពេញទូទៅកូនមិនបានមិនខ្វាយខ្វល់ទេហើយមែនបានពីបំណងបានសមាជិកអ្នកគ្រូខ្ញុំចូលធ្វើការវិញហើយក៏ខ្ញុំមានទឹកដោះកូនមុំអញ្ចឹងខ្ញុំចង់ឲ្យអ្នកម្ដាយគ្រប់រូបស្គាល់អ្នកគ្រូបានច្រើនទោះខ្ញុំចូលធ្វើការវិញទៅដល់ក៏យើងមានទឹកដោះកូនមុំដែរអញ្ចឹងបញ្ហានេះគឺសំខាន់ខ្លាំងមែនទែនព្រោះម្នាក់ៗគឺជួបរវល់ការងារមែនទែនហើយព្រួយបារម្ភទេថាអត់មានទឹកដោះកូនមុំពីចូលធ្វើការវិញក៏មានទឹកដោះកូនមុំគេតែខ្ញុំមិនខ្វាយខ្វល់ទេទឹកដោះខ្ញុំពេញទូអញ្ចឹងអ្នកគ្រូមុំអត់ទេក្រោយកូនទី2ក៏ដែរឈឺទេគាត់មិនទឹកដោះខ្ញុំប្រកបពេញទូទឹកដោះមុំឥឡូវខ្ញុំចូលធ្វើការបានកន្លះខែអ្នកគ្រូឯងប៉ុន្តែអត់ខ្វះទឹកដោះកូនមុំទេអញ្ចឹងកូនក្រោយហ្នឹងកូនទី2ហ្នឹងគឺខ្ញុំដូចគ្នាខ្ញុំបាក់ចិត្តដូចគ្នាតែស្គាល់អ្នកគ្រូទេបានចូលជាសមាជិកអ្នកគ្រូហើយអ្នកគ្រូណៃនាំបានល្អហើយបង្ហាត់បង្ហាញធ្វើខ្ញុំនិយាយទៅបានបូមទឹកដោះបានច្រើនប្រកបពេញទូហើយមានទឹកដោះប្រកបពេញទូហើយបូមសល់កូនមុំអត់អស់ទៀត